ទីបំផុតខ្ញុំបានជួបស្ដេចចុងក្រោយនៅរាជវង្សវិញហើយប៉ុន្តែមានខ្ញុំនៅទីនេះប្រវត្តិសាស្ត្រប្រកាសជាមានការផ្លាស់ប្ដូរជាមិនខានសូមក្រាបថ្វាយបង្គំព្រះអង្គសូមឲ្យព្រះចៅអធិរាជមានប្រជញ្ញជឿនយូរម៉ឺនឆ្នាំអ្នកទាំងអស់គ្នាជាវីរបុរសទឹកដីនេះអ្នកទាំងអស់គ្នាធ្វើដំណើរមកពីឆ្ងាយក្រោកឡើងនិយាយមកអរព្រះគុណព្រះអង្គរដ្ឋមន្ត្រីយ៉ាងលោកបានបំពេញការងារដ៏អស្ចារ្យការវាយកម្ចាត់ពួកតាតាដថយនិងការជួយសង្គ្រោះអាណាចក្រពីវិបត្តិយើងសពព្រះハរតីណាស់ព្រះអង្គសរសើរហួសហើយនេះមិនមែនជាស្នាដៃរបស់ទូបង្គំតែម្នាក់ឯងទេវាគឺដោយសារតែប្រាជ្ញាញាណរបស់ព្រះអង្គនិងយុទ្ធសាស្ត្រដ៏ឈ្លាសវៃរួមទាំងកងទ័ពប្រយុទ្ធដ៏ខ្លាំងក្លាដោយមិនគិតពីជីវិតរបស់ពួកគេនិងតាមជួយថែរក្សាដូនតារបស់ព្រះអង្គរួមទាំងសំណាងនៃរាជវង្សមីងផងដែរនោះហើយជាមូលហេតុដែលយើងអាចយកឈ្នះទូលបង្គំមិនហ៊ានយកស្នាដៃតែម្នាក់ឯងទេក្រាបទូលល្អចុះចំណែកឯងវិញឯងនៅក្មេងណាស់តើមានឈ្មោះអ្វីក្រាបទូលព្រះអង្គទូលបង្គំតកូលីជាងអានមេតបក្រុមជាមេតបឆាវនៃកងការពារជីងហៃអូអញ្ចឹងឯងគឺលីនជៀនអានដែលបានដឹកនាំការវាយលុកសមរភូមិជួរមុខមែនទេឯងពិតជាស័ក្តិសមជាវីរបុរសមែនឯងបានសម្រេចជ័យជំនះអស្ចារ្យប្រាប់ជើងមកតើយើងគួរតែផ្ដល់រង្វាន់អីដល់ឯងសម្រាប់ខ្មាំងស្ត្រីជាបតបកិច្ចរបស់ទូលបង្គំប៉ុន្តែបើសិនជាព្រះអង្គប្រទាននោះទូលបង្គំក៏មិនបដិសេធដែរតែយ៉ាងណាទូលបង្គំមានសំណូមពរមួយសង្ឃឹមថាព្រះអង្គប្រទានទៅចុះអាល្អិតឯងធ្វើជាបរោះដែលមានគុណធម៌មិនអីទេយើងនឹងធ្វើឲ្យឯងឈឺចាប់អូតើឯងសំណូមពរអីនិយាយមកចុះទូលបង្គំសូមព្រះអង្គអនុញ្ញាតឲ្យទូលបង្គំដឹកនាំទ័ពជាច្រើនទៅសម្រាប់ខ្មាំងហើយទូលបង្គំទៅតតាំងនៅទីនោះល្អណាស់ឯងនៅក្មេងហើយមានសមត្ថភាពប៉ុន្តែមិនចង់បានភាពសុខស្រួលឡើយកើតតែពីការបម្រើជាតិនិងសម្រាប់ខ្មាំងសត្រូវយើងជួលព្រមតាមសំណុំពររបស់ឯងលោកអាមាត្យចងក្រងរឿងនេះទុកលីជៀនអានត្រូវឡើងតំណែងជាមេវរៈសេនាតូចទទួលរង្វាន់បានប្រាក់100តម្លឹងដាវអាញាសឹក1យិនសិន100ឆ្នាំ1មើមនិងគុជខ្យងរាត្រីចំនួន10គ្រាប់ចំណែកមេតបផ្សេងត្រូវឡើងឋានៈមួយកម្រិនទទួលបានរង្វាន់ប្រាក់200តម្លឹងម្នាក់សូមអរព្រះគុណព្រះអង្គមេបញ្ជាការតបលីទូលបង្គំនៅទីនេះព្រះអង្គយើងអនុញ្ញាតឲ្យឯងត្រឡប់ទៅផ្ទះដើម្បីសម្រាកនៅពេលដែលយើងក៏ហៅមកសមរភូមិត្រូវតែបញ្ញាប់មកវិញភ្លាមហើយប្រយុទ្ធឲ្យអស់ពីសមត្ថភាពអរព្រះគុណព្រះអង្គពេលដែលទូលបង្គំត្រឡប់ទៅផ្ទះវិញទូលបង្គំដេកនៅក្បែរលំពែងជានិច្ចវឹកហាត់កងទ័ពទូលបង្គំហើយរងចាំបញ្ជាពីព្រះអង្គត្រៀមជានិច្ចល្អណាស់បើសិនជាមន្ត្រីរបស់យើងទាំងអស់ដោយលីនជៀនអានជាមន្ត្រីដែលមានភក្ដីភាពនិងក្លាហានបែបនេះនោះអាណាចក្រមីងនឹងមិនមានការភ័យខ្លាចអ្វីទាំងអស់អាល្អិតឯងពិតជាសំណាងណាស់ដែលទទួលរង្វាន់ពីព្រះអង្គប៉ុន្តែឯងកុំនួតពេកចាប់ទៅមើលទៅដាអាញាសឹកនេះពិតជាស្រស់ស្អាតខ្លាំងណាស់លោកម្ចាស់នៅពេលនេះលោកម្ចាស់បាននាំកិត្តិយសមកឲ្យកងការពារជីងហៃហើយប៉ុន្តែហេតុអីក៏លោកម្ចាស់បញ្ញាប់ត្រឡប់មកវិញមុនរាជសារអញ្ចឹងហេតុអីមិនក៏មិនស្លៀកសម្លៀកបំពាក់មេបញ្ជាការទ័ពហើយត្រឡប់មកវិញជាមួយនឹងកិត្តិនាមទៅស្លៀកពាក់ខោអាវមន្ត្រីធ្វើដំណើរវាធ្វើឲ្យប្រឡាក់អស់ហើយយើងនឹងស្លៀកពាក់វានៅពេលកម្មវិធីសំខាន់យើងមិនបងទេហេតុអីក៏មិនបងអត់ទេហេតុអីក៏យើងត្រូវធ្វើបែបនេះត្រូវឲ្យហេតុអីដាច់ខាតជាមិនបងទេយើងបោះរួចរាល់ហើយប្រគល់លុយពុនឲ្យមកភ្លាមមកហេតុអីក៏និយាយបែបនេះមេតបលីនិយាយថាលើកលែងពុនឲ្យ3ឆ្នាំណាមែនហើយប្រកាសណាស់មេតបលីបានសន្យាហើយនោះលីជៀនអានជាអ្នកបងជំនួសអ្នករាល់គ្នាឥឡូវទៅច្បាំងជាមួយពួកតានបាត់ហើយប្រហែលជាស្លាប់កប់នឹងបលាយបាត់ទេដឹងចាប់ពីពេលនេះតទៅអ្នករាល់គ្នាត្រូវទៅបងពុនមកវិញយើងបាត់បងទេយើងស្គាល់តែលោកមេតបលីម្នាក់យើងបដិសេធបានហើយពួកអ្នកភូមិបះបោអស់នេះលីជៀនអានបានធ្វើឲ្យពួកឯងខូចអស់ហើយមើលទៅយើងនឹងផ្ដោះមេរៀនដល់ពួកឯងនៅមេរៀនដ៏ចាស់ដៃមួយចាប់ពួកវាទៅ
ឈប់ភ្លាម លោកបេតបលីលោកបេតបលីត្រឡប់មកវិញហើយម្នាក់នេះពិតជានៅរស់សោះលោកបេតបលីពេលដែលលោកមិននៅគេម្នាក់នេះតែងតែបកកបញ្ហាបញ្ឈប់នោះទេមែនហើយបេតបជើ នេះជាមនុស្សរបស់ខ្ញុំគ្មាននរណាមកជំនួសបានទេ ខ្ញុំខ្វល់ខ្វាយជាមួយនឹងពុនបន្តិចបន្តួចនេះធ្វើស្អីខ្ញុំគ្រាន់តែជួយពីនៃអ្នកភូមិដែលចង់កិច្ចពុនជំនួសឯងតែប៉ុណ្ណោះ ខ្ញុំគ្មានប្រាក់ទេប៉ុន្តែខ្ញុំមានកំណាប់ដៃច្រើនណាស់ឯងអាចវាយមន្ត្រីរបស់ខ្ញុំមែនទេ លីជៀនអានតើឯងចង់បានន័យថាម៉េចការដែលឯងមកវល់ខ្ញុំឯងមានអាកប្បកិរិយាផ្សេងពីនេះតើ កន្លងផុតយូរហើយពេលវេលាក៏ផ្លាស់ប្ដូរដែរ ខ្ញុំមិនមានពេលឆ្លោះជាមួយឯងទេឯងបានសន្យាជាមួយខ្ញុំថានឹងឲ្យប្រាក់5ដំឡឹងរាល់ខែចាប់តាំងពីឯងខ្លាចជាមេកងទ័ពមកឯងមិនដែលបងឲ្យយើងសុំបីតែមួយសេនបងឲ្យជឿឥឡូវនេះមក ខ្ញុំគ្មានប្រាក់ទេខ្ញុំមានតែកំដាប់ដៃមួយនេះ ឯងហ៊ានវាយមន្ត្រីផង ចេញពីមុខរបស់ខ្ញុំទៅខ្ញុំបានសុំជំនួយពីលោកមេជាការឆាវជួយខ្ញុំហើយចុះចំណាយលោកវិញនោះលោកមកតែចំណុចទីប្រាក់តែប៉ុណ្ណោះលោកទីប្រាក់ពីពួកគេដូចជាកំពុងតែប្រមាថខ្ញុំអញ្ចឹង កុំយកមេវិជាការឆាវមកពាក់ព័ន្ធរឿងនេះអាចជនក្បត់មិនដឹងគុណលីជៀនអានតើឯងភ្លេចអស់ហើយមែនទេថាកាលពីមុនខ្ញុំបានជួយឯងយ៉ាងម៉េចខ្លះហើយឥឡូវនេះឯងហ៊ានមកវាយជើងទៀតចាប់វាទៅបងរៀនមេរៀនខ្លះដល់វាល្អណាស់លីជៀនអានវាយប្រហារមន្ត្រីរួមការងារខ្ញុំនឹងរាយការណ៍រឿងនេះទៅមេវិជាការឆាវឯងគិតថាយើងខ្លាចមែនទេយើងសុំប្រមានឯងបើយើងវាយគ្នាយើងនឹងវាយឯងឲ្យបាក់ធ្មេញដោយដៃរបស់យើង លោកហ៊ានមែនទេ យើងដឹកសម្លាប់ឯ យ៉ាង ង ម៉េចដែរលោកបានតែជាមួយអ្នកទុនខ្សោយទេលោកប្រមាថបានតែអ្នកទុនខ្សោយទេ ជប់វាយខ្ញុំទៅខ្ញុំចោះចាញ់ហើយខ្ញុំចោះចាញ់ហើយ លោកចង់ជួបមេបញ្ជាការតបឆាវមែនទេល្អណាស់ឆាប់ទៅជួបទៅហ្វូគុយឆាប់នាំគេទៅជួបទៅ បានលោកម្ចាស់ លោកបេតបលីពិតជាការ មន្ត្រីល្អមែនមន្ត្រីល្អមែនបើសិនជាមានកងទ័ពលីមានអំណាចកាន់តែខ្លាំងប្រជាជនមីងនឹងមានសុវត្ថិភាពក្រោមការគ្រប់គ្រងរបស់គាត់មែនហើយជៀនអានឯងត្រឡប់មកវិញហើយនេះគឺលោកមេបញ្ជាការឆាវលីជៀនអានមិនមានវិន័យទេគេជាមនុស្សពុករលួយគេបានវាយមន្ត្រីរួមការងារលោកត្រូវតែដាក់ទោសគេឲ្យធ្ងន់ធ្ងរតើមានរឿងស្អីកើតឡើងនៅទីនេះលោកមេបញ្ជាការលីជៀនអានបានវាយខ្ញុំដោយគ្មានហេតុផលតតសោះខ្ញុំថែមទាំងលើកឈ្មោះរបស់លោកមកនិយាយប៉ុន្តែគេនៅតែមិនព្រមឈប់គេច្បាស់ជាមិនគោរពលោកមេបញ្ជាការទេជៀនអាននេះជាការពិតមែនទេ ប្រកាសជាមិនមែនហើយមេតបចៅម្នាក់នេះគ្រាន់តែជាមនុស្សដែលលោភលន់តែប៉ុណ្ណោះទេពេលដែលខ្ញុំមិននៅកាត់ទឹកដីរបស់ខ្ញុំទាពុនពីប្រជាជនគេជន់ឈ្លីកិត្តិយសខ្ញុំណាស់ មេបញ្ជាការលោកត្រូវរកយុត្តិធម៌ឲ្យខ្ញុំផងមើលចោះគេអំនួតប៉ុណ្ណាលោកមិនអាចអត់ឱនឲ្យទង្វើរបស់គេបែបនេះបានទេគេត្រូវតែទទួលទោសឯងចោះខ្ញុំរកយុត្តិធម៌មែនទេបាទលោកម្ចាស់អូល្អខ្ញុំនឹងរកយុត្តិធម៌ឲ្យឯងលោកហេតុអីក៏វាយខ្ញុំលោកគួរតែវាយគេតើគឺវាយឯងនឹងហើយអាចឆ្កែឆ្កួតលោកមេបញ្ជាការជួយវាយទៅលោកមេបញ្ជាការយើងមានបានប្រាប់ឯងទេថាកុំទៅបង្កបញ្ហាលើទឹកដីរបស់គេឯងមើងងាយសម្ដីរបស់យើងឯងនៅទៅទីនោះទៀតឯងមិនស្ដាប់លោកមេបញ្ជាការសូមអភ័យទោសខ្ញុំផងទៅខ្ញុំមិនហ៊ានទៀតទេខ្ញុំមិនធ្វើទៀតទេខ្ញុំមិនធ្វើទេអូយខ្ញុំមិនធ្វើទៀតទេវាយឺតពេលហើយអ្នកយាមយកអាមនុស្សមិនស្ដាប់បង្គាប់នេះយកទៅកាត់ក្បាលចោលទៅអត់ទេឈប់សិនលោកមេបញ្ជាការឆាវសូមគិតដល់ស្នាដៃដែលខ្ញុំធ្លាប់បម្រើលោកប្រថុយជីវិតដើម្បីជួយលោកសូមលើកលែងជីវិតឲ្យខ្ញុំផងទៅតបចៅបើសិនជាលោកធ្វើឲ្យខ្ញុំខឹងខ្ញុំអាចលើកលែងទោសឲ្យបានប៉ុន្តែឯងធ្វើឲ្យជៀនអានខឹងឯងត្រូវតែស្លាប់នៅចំពោះមុខយើងមិនអាចអ្នកណានិយាយអាក្រក់ពីជៀនអានបានឡើយយកគេចេញទៅសូមបេតាផងទៅបេតបលីអភ័យទោសខ្ញុំផងទៅកូនភាសាសម្លាញ់កុំខឹងអីពុកដោះស្រាយរឿងនេះឲ្យកូនហើយណា អរគុណលោកឪពុកក្មេង ព
ពុកបានឃើញរបាយការណ៍ជាចំណេះរបស់កូនហើយជាស្នាដៃដ៏អស្ចារ្យណាស់ត្រឹមតែការវាយប្រហារម្ដងក៏យកឈ្នះពួកតាហើយបង្ខំឲ្យពួកគេដកថយទៀតជាមួយនឹងស្នាដៃដ៏ធំធេងបែបនេះអភិបាលខេត្តយ៉ាងដំឡើងតំណែងឲ្យកូនដែរទី អត់ទេ ស្នាដៃធំបែបនេះតើអភិបាលខេត្តយ៉ាងប្រមូលយកទៅតែម្នាក់ឯងមែនទេ មានអ្នកផ្សេងផ្ដល់រង្វាន់ឲ្យខ្ញុំ មានអ្នកផ្សេងម្នាក់ទៀតជាអ្នកណា គឺព្រះចៅអធិរាជដោយផ្ទាល់តែម្ដង ថាម៉េចកូនប្រសាររបស់ពុកព្រះចៅអធិរាជចេញរាជសារឲ្យកូនដោយផ្ទាល់អញ្ចឹងហ៎ ព្រះចៅអធិរាជនឹងមកដល់ប្រហែលថ្ងៃទៀតនេះព្រះអង្គដំឡើងតំណែងខ្ញុំជាមេតបសេនាតូចដល់ផ្ទាល់ហើយប្រទានដាវគុជខ្យងនិងយិនសិនឲ្យខ្ញុំថែមទៀត អូយព្រះជាម្ចាស់ហើយកូនប្រសារកូនបានជួបព្រះចៅអធិរាជមែនទេនៅក្នុងមួយជីវិតរបស់ពុកមិនដែលសំបីតែទៅដល់រាជនីផងពុកពិតជាមើលមនុស្សមិនខុសមែនដើម្បីជ្រើសរើសកូនមកធ្វើជាកូនប្រសារត្រកូលឆៅនឹងរុងរឿងតាមរយៈកូនជាមិនខាន